សង្គមនេះតើអត់មានការចេះដឹងនិយាយស្ដាប់គ្នាមិនសូវបានទេហ្នឹងហើយតើអត់សង្គមតើអត់មានការចេះដឹងនឹងផុសអ្នកប្រាជ្ញគ្រប់កន្លែងទាំងអស់ហើយមកនឹងកើតរឿងអស់ហ្នឹងគេហៅប្រាជ្ញខុសរឿងអ្នកណាក៏អ្នកប្រាជ្ញដែរអានឹងកណាសង្គមនឹងសម្បូរអ្នកប្រាជ្ញគ្រប់កន្លែងគ្មានក្បួនគ្មានក្តារមានន័យថាសង្គមនឹងខ្វះការអប់រំហើយស្អីក៏ចេះដែរលេងអ្នកខ្លះលេងចេះមកគ្រប់រឿងទាំងអស់លើភពផែនដីនេះវាដែលមានណាញោមមានចេះនោះចេះឡើងយូរទៅលេងមិនដឹងថាខ្លួនឯងចេះអីណាអញ្ចឹងយើងបង្រៀននេះឲ្យមនុស្សចេះមានជំនាញច្បាស់លាស់អញ្ចឹងបានថាសូមចម្រើនពរញាតិញោមទាំងក្រៅស្រុកក្តីទាំងក្នុងស្រុកក្តីទាំងអស់ជួយជ្រុំជ្រែងទៅមិនបណ្ដុះកូនចៅយើងឲ្យចេះចំនួនញោមនឹងផុតរលត់ទៅជាធម្មតាទេកូនចៅយើងនឹងធំឡើងមកនឹងក្លាយទៅជាមនុស្សចាស់ហើយនឹងជាអ្នកដែលថែរក្សាសង្គមថែរក្សាទឹកដីអញ្ចឹងញោមហើយចុះបើអញ្ចឹងយើងត្រូវបណ្ដុះបណ្ដាកូនចៅយើងឲ្យបានខ្លាយទៅជាអ្នកចេះដឹងទៅសង្គមយើងរីកចម្រើនហើយពេលនោះហើយយើងអាចកសាងសង្គមមួយដែលមានការរីកចម្រើនហើយយើងដើរទៅជាមួយគេយើងតន់គេយើងកុំខឹងគេញោមយើងមនុស្សឈ្នះគ្នាមិនដោយសារខឹងគ្នា